តើសត្វថ្មាតបានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់បរិស្ថាននិងភេវៈមានជីវិតលើផែនដីនៅក្នុងរឿងនិទានឬផ្នែកខ្លះនៃជំនឿរបស់ប្រជាជនតែងផ្ដល់រូបភាពទៅកាន់ពពួកសត្វថ្មាតថាជាភាវៈអាក្រក់គួរឲ្យខ្លាចនិងគួរឲ្យជៀសវាងដោយសារតែរូបរាងដែលមិនគួរឲ្យទាក់ទាញរបស់ពួកវានិងរបៀបរស់នៅចិញ្ចឹមជីវិតដោយសារការស៊ីសាកសពសត្វឬមនុស្សជាអាហារតែពេលខ្លះធម្មជាតិមិនមែនជាអ្វីអាក្រក់ដូចដែលមនុស្សបាននាំគ្នាគិតនោះទេសត្វនិងរុក្ខជាតិនីមួយៗតែងមានតួនាទីសំខាន់រៀងៗខ្លួនក្នុងការថែរក្សាបរិស្ថានប្រព័ន្ធធម្មជាតិដែលពួកវារស់នៅចំពោះសត្វថ្មាតវិញតើពួកវាថែទាំបរិស្ថានធម្មជាតិយ៉ាងដូចម្តេចហើយសពថ្ងៃពួកវារងគ្រោះថ្នាក់ដោយយ៉ាងដូចម្តេចពពួកសត្វថ្មាតនិងសត្វបក្សីមួយចំនួនទៀតត្រូវបានគេចាត់ទុកថាជាពពួកបក្សីដែលស៊ីសាច់សត្វដទៃជាអាហារឬជាភាសាអង់គ្លេសត្រូវបានគេហៅថា Birds of Prey សត្វថ្មាតដែលហោះហើរសម្លឹងរកកាកសំណល់ខ្មោចសត្វដែលងាប់និងភាគច្រើនដែលសត្វផ្សេងដទៃទៀតមិនអាចស៊ីបានគេហទំព័រ worldsdaylast.com បានបញ្ជាក់ថាពពួកថ្មាតត្រូវបានបែងចែកជាពីរក្រុមធំៗគឺ New World Vulture ឬថ្មាតដែលមករស់នៅលើដីថ្មីនិង Old World Vultures ឬថ្មាតដែលរស់នៅលើដីចាស់ថ្មាត New World ភាគច្រើនពួកវារស់នៅតាមតំបន់នៃទ្វីបអាមេរិកខាងជើងនិងអាមេរិកខាងត្បូងចំណែកឯថ្មាត Old World ភាគច្រើនរស់នៅតាមតំបន់នានានៃទ្វីបអាស៊ីអឺរ៉ុបនិងអាហ្វ្រិកទោះបីជាពពួកថ្មាតទាំងពីរប្រភេទនេះរស់នៅដាច់ដោយឡែកពីគ្នាមែនតែពួកវាមានលក្ខណៈស្រដៀងគ្នាជាច្រើនដូចជាក្បាលទំពេកគ្មានរោមផ្នែកកមានរោមខ្លីៗនិងចំពុះធំរឹងសម្រាប់ការចោះទម្លុះសាច់សត្វជំនឿមួយចំនួននៅឯប្រទេសលោកខាងលិចខ្លះក៏ឲ្យរូបភាពមិនល្អមកកាន់សត្វថ្មាតផងដែរដោយឡែកជាមួយនឹងក្រុមប្រជាជនដែលរស់នៅតាមតំបន់ទីបេចន្លោះឥណ្ឌានិងចិនសត្វថ្មាតត្រូវបានគេឲ្យតម្លៃហើយក៏ជាផ្នែកមួយនៃការប្រារព្ធពិធីបូជាសពផងដែរក្នុងការបូជាសាកសពមនុស្សគឺមិនត្រូវបានគេបញ្ចុះក្នុងទីនោះទេក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃជំងឺផ្សេងៗសាកសពត្រូវបានគេរៀបចំដាក់ខ្ពស់ពីលើដីដើម្បីទាក់ទាញសត្វថ្មាតនឹងមកស៊ីសាកសពទាំងនោះហើយហោះទៅលើអាកាសវិញជាធម្មតាសកម្មភាពនេះត្រូវបានគេជឿថាជាទង្វើល្អក្នុងការបរិច្ចាគអ្វីដែលខ្លួនមានទៅកាន់ភាវៈមានជីវិតណាមួយជាលើកចុងក្រោយនៅពេលដែលអ្នកនោះចាកចេញពីពិភពរបស់មនុស្សលោកទៅការស្រាវជ្រាវរបស់ប្រវត្តិវិទូខ្លះបាននិយាយថាការបូជាសាកសពបែបនេះត្រូវបានកុលសម្ព័ន្ធនៃមនុស្សមួយចំនួនអនុវត្តអស់កាលប្រមាណជា 11,000 ឆ្នាំមកហើយនៅក្នុងស្ថានប្រព័ន្ធធម្មជាតិសត្វថ្មាតគឺជាអ្នកសម្អាតបរិស្ថាននិងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនានាសត្វថ្មាតបានវិវត្តមកជាមួយនឹងប្រព័ន្ធរំលាយអាហារដែលមានកម្រិតអាស៊ីតខ្លាំងសាហាវដោយពេលខ្លះក្រពះនៃសត្វទាំងនេះមានកម្រិត pH ខ្ពស់ជាង0បន្តិចទេហើយដូចនេះទើបពួកវាអាចរំលាយកាកសំណល់ស្អុយឬឆ្អឹងរបស់សត្វមួយចំនួនបានដោយមិនបង្កទុក្ខទោសដល់ប្រព័ន្ធរំលាយអាហាររបស់ពួកវាកាកសំណល់សត្វនៅតាមព្រៃមួយចំនួនមានផ្ទុកមេរោគនិងសារធាតុគ្រោះថ្នាក់ជាច្រើនដូចជា Anthrax, Botulinum toxin, ជំងឺឆ្កែឆ្កួត
និងជំងឺអាសន្នរោគដទៃទៀតដែលភាគច្រើនអាចបំពុលដីឬប្រភពទឹកដែលស្ថិតនៅជិតកាកសំណល់សត្វទាំងនោះបានសម្រួលបញ្ហាទាំងនេះដោយការស៊ីកាកសំណល់ទាំងនោះជាអាហារមុនពេលដែលសារធាតុពុលទាំងនោះអាចធ្វើដំណើរចូលទៅកាន់ធម្មជាតិវិញសត្វថ្មាតក៏បានជួយអាជ្ញាធរក្នុងការតាមរកសាកសពសត្វដំរីឬរមាសដែលបានសម្លាប់ដោយជនខិលខូចផងដែរភាគច្រើនជនខិលខូចទាំងនោះនឹងទុកសាកសពសត្វចោលក្រោយពេលដែលពួកគេកាត់យកភ្លុកដំរីឬគុយរមាសរួចសាកសពទាំងអស់នោះនឹងស្អុយរលួយទាក់ទាញវត្តមានរបស់សត្វថ្មាតដោយតាមការដំណើរហោះហើររបស់ថ្មាតអាជ្ញាធរក្នុងតំបន់អាចពិនិត្យមើលសកម្មភាពខុសច្បាប់របស់ជនខិលខូចទាំងនោះបានរហ័សជាងមុនដោយហេតុនេះជនប្រមាញ់ខុសច្បាប់ទាំងនោះអាចបញ្ចូលថ្នាំពុលទៅក្នុងសាកសពដើម្បីសម្លាប់សត្វថ្មាតដែលមកស៊ីខ្មោចសត្វទាំងនោះនៅក្នុងប្រទេសណាមីបៀនាខែកក្កដាឆ្នាំ2013ពពួកសត្វថ្មាតប្រមាណជាង500ក្បាលបានងាប់ដោយសារការស៊ីសាកសពសត្វដែលមានការចាក់បញ្ចូលថ្នាំពុលពីអ្នកប្រមាញ់ខុសច្បាប់នៅក្នុងប្រទេសអាហ្វ្រិកមួយចំនួនអ្នកភូមិតែងដាក់សាច់សត្វដែលមានជាតិពុលក្នុងការទប់ស្កាត់វត្តមាននៃសត្វតោឬខ្លាដែលសាច់សត្វពុលទាំងនោះក៏ត្រូវបានស៊ីដោយពពួកសត្វថ្មាតផងដែរនៅសហរដ្ឋអាមេរិកអ្នកប្រមាញ់សត្វខ្លះប្រើប្រាស់គ្រាប់កាំភ្លើងដែលមានជាតិសំណក្នុងការសម្លាប់ពពួកឆ្កែព្រៃម្យ៉ាងមានឈ្មោះថា Coyote នៅពេលដែលសត្វឆ្កែព្រៃទាំងនោះងាប់សាច់របស់វាជាមួយនឹងសារធាតុសំណត្រូវបានស៊ីដោយសត្វថ្មាតដែលក្រោយមកធ្វើឲ្យសត្វថ្មាតពុលងាប់សពថ្ងៃពូជថ្មាតប្រមាណ16ក្នុងចំណោម23ត្រូវបានគេចាត់ទុកថាងាយរងគ្រោះរហូតដល់ទៅជិតផុតពូជឯណោះនៅពេលដែលចំនួនរបស់សត្វថ្មាតថយចុះសត្វដែលស៊ីផ្សេងទៀតដូចជាសត្វឆ្កែមានម្ចាស់ត្រឹមត្រូវកណ្ដុរឬរុយដែលបង្កើតដង្កូវមួយចំនួនសត្វទាំងនោះពិតជាជួយស៊ីសាកសពសត្វមែនតែវាក៏យកភាពកខ្វក់ទាំងនោះមកកាន់បរិស្ថានរបស់មនុស្សរស់នៅជុំវិញផងដែរមកទល់បច្ចុប្បន្នអង្គការការពារសត្វព្រៃជាច្រើនបានជួយជំរុញចំនួនសត្វថ្មាតឲ្យកើនឡើងវិញនិងជួយបញ្ឈប់ការបរបាញ់ឬការសម្លាប់សត្វថ្មាតដោយប្រយោលជាពិសេសនៅតាមតំបន់នៃទ្វីបអាស៊ីនិងអាហ្វ្រិកបញ្ជាក់ផងដែរថាទោះបីជាសត្វថ្មាតមានលក្ខណៈឬរូបរាងស្រស់ស្អាតដោយសត្វដែលកំពុងជិតផុតពូជក៏ដោយតែពួកគេក៏មានតួនាទីសំខាន់ក្នុងការការពារនិងមើលថែបរិស្ថានដែលភាវៈមនុស្សកំពុងតែពឹងផ្អែកផងដែរ